nhưng mà cha ôi thuộc ní chui cách bao con nó con cha vai đó của máy thôi ní lúc của máy thôi ní bán chui ở của bột lạc vàng chẳng khi mà cha tôi cũng chui của máy thôi ní đây là bọc máy miết trang phần mang mình ai ao sạch trời nam mà vô bán lại đây để bắt bón tới trang phần mang sau mà chia là bọc máy vinh đôi thì mình chẳng xong của máy thôi ní chui xong ao đây máy nơi kia là bọc máy mình ao này là lui bán lại nó còn á xong con chui phong bên đây của máy thôi ní để ai chui con bàn chui về đi chia này chắc máy bàn chẳng xong của máy thôi ní chui nó của máy nè con xong phân lư của máy thôi ní chồng mày thời kì máy bao bón còn xui cách bao bón à hay cho nên thời cái coi to đầy nữa cái chứ ao của máy thôi ní nó chui còn cái thời cách chắc này cha mày thơ họ nên đây đam mày cua đây chẳng mà cua đây bay đồ buông xuông hai sân chậm đòn thụp thụp này dương mấy bạn mày ở chẳng biết luôn giờ mình bay ở cái con này mai thôi cách cái con mưa thằng ngọc kia thì nó còn á một ngày nữa bỏ sợi ra lò thế còn mình ai ở thu ban thì con vừa mong mùi hơi chào thôi cách ban tapi mongผมไม่ได้มองtập pi เทวดามองเทวดาถือกาจ้ามองมวยออกจากบ้านตีจังนี่เสียประมาณไอ้ที่ไม้ได้ช่วยตีห่อไอ้คนชายมือนะตัวใบเนื้อตัวเตียงไปพบโลกก็ได้เอาแต่นาก็ได้ไปเล่นนาก็ได้เอาแต่เมียนได้จังไงเธอบ้านไปตามไม้แต่ให้บุญสูงโดยไม้ทานจังให้ได้เจ้าเกนะก่อนนะจ้าได้สดามกูได้ใบดองก็ได้ตรงนี้เกก่อนได้นั่งบ้านมายืมเป็นไอ้สาธุสาธุโอ้ประมาณเท่านี้มันเมนทั่วมาได้นะไม่โทษนี้ช่วยแบบปวดเอาจ้าบ้านนะคุณจ้าไม่ชบ้านนะคุณนะจ้าเอาคนไม้นะบองปะโอเนยเธอตามไม้ยังมีแต่เพลิงนั่งเตะบองปะโอนะยังมีแต่เธอบาปนะเตะยังสมแต่ประไม้เธอนี้ไหมเนาะอัดบาปเลยเนาะอัดบาปเตะคนมีเรื่องไอ้บาปไปยังอัดบ้านชีไปเจ้ากี่ตีนะคุณนะบาดกรุบสูสเดย์ดอลบองปะโอหนึ่งปริมาณตั้งออกนี้อันหนึ่งขยมบาดกินสดับเรื่องนิตินก็บานเพื่อตลบจิมูหนึ่งใส่เรื่องนิตินทำไมมาดองจะได้ใส่ดึงថ្ងៃនឹងយើងបានពីបងប្អូនកងទ័ពនៅខាងប្រាសាទតាមន់តូចទីមួយតាមន់ធំគាត់មានជារឿងរ៉ាវរបស់គាត់ដែលគាត់បានច្បាំងគ្នាជាមួយជនជាតិសៀមបើយើងនិយាយចំទៅគឺជនជាតិថៃតែម្ដងកុំហៅប្រទេសអីបើយើងហៅប្រទេសដូចជាវាល្អមើលនិងល្អស្ដាប់ខ្លាំងពេកយើងហៅវាជនជាតិតែម្ដងជនជាតិថៃតែម្ដងការច្បាំងគ្នានៅប្រាសាទតាមន់តូចឬមួយប្រាសាទតាមន់ធំពីមុនដំបូងមកនៅកន្លែងប្រាសាទហ្នឹងគឺយើងកាន់កាប់ម្នាក់ពាក់កណ្ដាលជាមួយថៃសូម្បីតែភ្ញៀវទេសចរជាច្រើនខាងថៃឬមួយនៅខាងកម្ពុជាបានទៅលេងនៅក្នុងប្រាសាទនឹងតែការទៅលេងនឹងច្រើនតែមានការគំរាមនិងកំហែងទៅវិញទៅមកតែម្ដងដូចជាថ្ងៃទី27ដូចជាខែកក្កដាយើងថាយើងទៅលេងប្រាសាទតាមន់តូចនៅតាមន់ធំតែយើងមិនបានដល់27ទេគឺត្រឹមតែ24ខាងកងទ័ពថៃវាក៏ចាប់ផ្ដើមផ្ទុះអាវុធតែម្ដងវាផ្ទុះអាវុធដោយសារតែពួកវាភ័យខ្លាចក្មេងៗសៀវជាច្រើនបាននាំគ្នាទៅលេងប្រាសាទតាមន់តូចតាមន់ធំជាច្រើននេះគឺសាមគ្គីគ្នាគឺខ្លាំងណាស់អញ្ចឹងហើយបានធ្វើឲ្យពួកវាភ័យខ្លាចមិនហ៊ានជាមួយខ្មែរយើងបើខាងវាមកលេងវិញគឺវាអត់ច្រើនដែរណាបងប្អូនគឺមានតិចទេបើយើងទៅម្ដងក្មេងៗស្ទាវបើយើងនិយាយចំកុំហៅគាត់ក្មេងស្ទាវអីយើងហៅយុវជនសម័យថ្មីគាត់បាននាំគ្នាបពុគឺទៅលេងយ៉ាងអង្អាចតែម្ដងនេះហើយគឺជាស្មារតីនិងសាមគ្គីមិនឲ្យទឹកដីរបស់យើងបាត់សំបីតែមួយជំហាន1 មីលីម៉ែត្រតែម្ដងថ្ងៃ
ថ្ងៃទី24ខែកក្កដាឆ្នាំ2025ដែលបានផ្ទុះអាវុធនៅប្រាសាទតាម៉ាតូយមួយតាមបនធំតាមច្រកព្រំដែនទាំងអស់ទាំងមូលតែម្ដងបានយើងលើកថ្ងៃទី27ហ្នឹងគឺយើងអត់ទៅបានទៅលេងទេក៏ពិតថ្ងៃទី27ហ្នឹងអេដមីនក៏កំពុងការនឹងទៅលេងដែរដោយសារតែផ្ទុះអាវុធមុនអញ្ចឹងបានជាអេដមីនខកខានការធ្វើដំណើរទៅលេងនៅលើប្រាសាទតាម៉ាតូយមួយប្រាសាទតាម៉ាន់ធំបើអេដមីនបានទៅលេងវិញប្រកបណាស់អេដមីននឹងផ្ដិតយករូបភាពស្អាតដើម្បីផុសចូល YouTube ឲ្យបងប្អូនប្រិយមិត្តទាំងអស់គ្នានឹងបានស្ដាប់និងបានឃើញនិងបានឮតាទេសភាពនៅក្នុងបរិវេណប្រាសាទរបស់យើងតើវាសស្អាតប៉ុណ្ណាមានរចនាប៉ុណ្ណាតែវាបានច្បាំងមុនទៅហើយវាបានបង្កសង្គ្រាមមុនទៅហើយណាបងប្អូនអរគ្នាខាងវាបាញ់យើងមុនវាខ្លាចដោយសារតែខ្លាចថ្ងៃទី27នឹងគឺយើងនាំបពុយើងច្រើនយើងប្រមូលគ្នាវាដឹងថាខ្មែរយើងសាមគ្គីវាដឹងថាខ្មែរយើងសាមគ្គីអញ្ចឹងហើយបានវាផ្អើលវារងបាញ់យើងមុនតម្រងបាញ់យើងមុនបានយើងលើកថ្ងៃរហូតមកសប្តាហ៍ថ្ងៃបន្តិចទៀតនេះប្រហែលជាអេដមីននឹងនាំបពុទៅលេងនៅខាងប្រាសាទតាម៉ាតូយមួយតែមិនធំតែមិនហ៊ានសន្យាជាមួយបងប្អូននៅមួយប្រិយមិត្តទាំងអស់គ្នាទេតែវាមិនយូរនឹងមិនឆាប់ទេណាបងប្អូនទាំងអស់គ្នាដោយសារតែប៊ីនចង់ដឹងចង់ឃើញដែរនេះជាទឹកដីរបស់យើងជាទឹកដីខ្មែរនិងអច្ឆរិយៈរបស់យើងបើយើងមិនថែរក្សាឲ្យអ្នកណាមកថែរក្សាជំនួសយើងមានតែខ្លួនយើងមានតែប្រទេសយើងវាតូចមែនតែបេះដូងរបស់យើងគឺធំមូលហេតុអីបានថាបេះដូងយើងធំបេះដូងរបស់យើងពោពេញដោយការស្រឡាញ់ប្រទេសណាមកក៏ដោយគឺខាងយើងមិនចេះរើសអើងគេនោះឡើយតែតែរាក់ទាក់នឹងការស្រឡាញ់គឺទៅវិញទៅមកអញ្ចឹងយើងកុំពេលឆ្ងាយច្រើនយើងចូលសាច់រឿងយើងតែម្ដងពេលដែលការច្បាំងគ្នានៅប្រាសាទតាម៉ាន់តូចឬមួយតាម៉ាន់ធំពួកម៉ាក់ខ្ញុំមាន2នាក់នៅខាងហ្នឹងតែខ្ញុំអត់បានបញ្ចេញឈ្មោះគាត់ទេគាត់នៅជួបមុខតែម្ដងមិនមែនជួបក្រោយទេណាបងប្អូនអរគ្នាឬប្រិយមិត្តអរគ្នាពេលដែលច្បាំងគ្នាគឺច្បាំងខ្លាំងណាស់បាញ់គឺខ្លាំងបំផុតតែម្ដងតទល់គ្នាតែម្ដងតែថៃវាមិនស្គាល់ភូមិសាស្ត្ររបស់យើងចំណែកនៅខាងយើងស្គាល់ភូមិសាស្ត្រនៅខាងវាអញ្ចឹងហើយបានធ្វើឲ្យវាមានការរងគ្រោះជាច្រើននិងបាត់បង់សង្ខារជាច្រើនដែរអេដមីនមិនហ៊ាននិយាយថាបាត់បង់អាយុជីវិតទេខ្លាច YouTube វាបែនថាបាត់បង់សង្ខារវាងាយស្រួលស្ដាប់ពេលដែលវាឡើងមកដល់កំពូលភ្នំរបស់យើងនៅខាងប្រាសាទតាម៉ាតូយមួយតាម៉ាន់ធំសំបីតែដ្រូនគ្រប់បែកទម្លាក់មកលើប្រាសាទយើងឬមួយប្រាសាទព្រះវិហារបើយើងនិយាយចំតែម្ដងគឺតាមព្រំដែនគឺវាយទាំងអស់តែម្ដងគឺវាយទាំងអស់គឺវាយរ៉ាប់កន្លែងខ្លះគឺវាយខ្លាំងកន្លែងខ្លះគឺវាយតិចកន្លែងខ្លះវាយតម្ដើមកន្លែងខ្លះវាគាត់តែវាយទប់ទេតាមច្រកព្រំដែនហ្នឹង
មានដែរការបាញ់គ្នាធ្វើទៅវិញទៅមកមានពុកម៉ាក់ខ្ញុំម្នាក់ពេលដែលតាហ៊ានថៃវាឡើងមកការពិតគឺគាត់នៅខាងក្រោមតែម្ដងនៅខាងក្រោមច្រកដើមឈើនៅខាងក្រោមច្រកដើមឈើតើមូលហេតុអីបានជាពួកវាមើលយើងមិនឃើញគឺមើលយើងមិនឃើញតែម្ដងបងប្អូនអរគ្នាដោយសារតែបារមីភ្នំឬមួយបារមីប្រាសាទដែលបានបិទបាំងកងទ័ពខ្មែររបស់យើងមិនឲ្យជនជាតិសៀមវាមើលឃើញយើងឡើយមើលអត់ឃើញទេណាបងប្អូនគាត់អង្គុយនៅថ្នាក់ខាងក្រោមតែម្ដងអង្គុយថ្នាក់ខាងក្រោមគឺវានៅខាងលើវាកំពុងតែភ្ជូងកំភ្លើងតែម្ដងភ្ជុំកំភ្លើងកលិចភ្នែកមើលឆ្វេងមើលស្ដាំមើលក្រោមមើលលើគឺវាមើលអត់ឃើញទេបងប្អូនងើឆ្ងល់ទេខ្មែររបស់យើងគឺមានមរគមណាបងប្អូនគេគួរតែជឿមិនមែនថាមិនជឿទេជឿខ្មែរយើងតាំងពីប្រវត្តិសាស្ត្រម្លេះគឺមានសពគ្រប់បែបយ៉ាងកុំជឿអីបងប្អូនទាំងគ្នាអ្នកខ្លះគេអត់ជឿទៅណាបងប្អូនចំណែកឯប៊ីនគឺជឿតែម្ដងគេថែរក្សាកងទ័ពខ្មែររបស់យើងនៅខាងតាមព្រំដែនគេអង្គុយនៅថ្នាក់ខាងក្រោមមើលមិនឃើញទេបើអាចក្បាលតាំងពីលើគឺមើលឃើញហើយបងប្អូនតែហ៊ានថៃជាច្រើនអ្នកមើលមិនឃើញតែកងទ័ពនៅជួរក្រោយគេបានបាច់គ្រឹងមកតែម្ដងបាច់គ្រឹងមកតែម្ដងនៅខាងប្រាសាទតែមកទៅជាមួយតែបន្ធំពួកឲ្យថៃហ្នឹងគឺវារត់បាស់ជើងចោលប្រទីវាច្រើននៅក្នុងបរិវេណហ្នឹងរហូតមកដល់សប្តាហ៍ហ្នឹងយើងបានកាន់កាប់ពេញធឹងតែម្ដងនៅខាងប្រាសាទតែមកទៅឬមួយប្រាសាទតែបន្ធំពេល4ដំបូងមកគម្រោងការរបស់វាគឺវាវាយប្រមាញ់ដានវាវាយប្រាសាទតែបន្តូចភ្នំទ្របការពិតគឺវាចង់បានប្រាសាទព្រះវិហារណាបងប្អូនអរគ្នាអត់ឃើញប្រាសាទព្រះវិហារទេវាវាយប្រាសាទរបស់យើងឡើងខ្ទេចតែមានក៏ឃើញឡើងសក់ទឹកភ្នែកតែម្ដងគាត់តែឃើញវាខ្លោចចិត្តលឿនទ្រុងរបស់អេដមីនមូលហេតុអីបានវាធ្វើបែបហ្នឹងប្រាសាទព្រះវិហារក៏បានចុះលើពាក្យធនពិភពលោកហើយបែរថាអ្នកណាមិនបានណាវាគាត់បានគឺវាកំចាត់ចោលតែម្ដងប្រហែលជាបែបហ្នឹងណាបងប្អូនអរគ្នាបានវាធ្វើបែបហ្នឹងលើភាសារបស់យើងតែការធ្វើបែបហ្នឹងវាអត់ល្អប្រសើរទេណាបងប្អូនអរគ្នាក្នុងតាមប្រាសាទនីមួយៗតាមប្រាង្គប្រាសាទមានបណ្ដាសាដែលវីរៈបុរសរបស់យើងពីសម័យអង្គរពីសម័យបុរាណបានចាយ័ន្តឆ្លាក់ទុកតាមប្រាសាទនីមួយៗប្រទេសថៃវាមិនស្គាល់ភូមិសាស្ត្រច្បាស់មិនស្គាល់ប្រាង្គប្រាសាទច្បាស់មិនស្គាល់ការបញ្ចុះតាមប្រាង្គប្រាសាទយន្តដ្ឋានរបស់ខ្មែរយើងវាបានមករំលោភបំពានគុំតិចការធ្វើបែបហ្នឹងគឺវាមិនល្អនឹងប្រសើរឡើយរហូតមកដល់សប្តាហ៍ថ្ងៃនេះពីដែលការបបបាញ់គ្នាច្បាំងគ្នាជាមួយកងទ័ពថៃនៅប្រាសាទតំបន់តូចនិងតំបន់ធំកន្លែងនេះគឺខ្លាំងណាស់ណាបងប្អូនអរគ្នាមិនមែនដូចភូមិទ្របទេភូមិទ្របខ្ញុំក៏មានពួកម៉ាក់មួយដែរតិចខ្ញុំនិយាយដល់នឹងដែរតែខ្ញុំនិយាយត្រឹមតែមកទៅតំបន់ធំដែរសិនភាសាពួកម៉ាក់ក៏មាននៅនឹងបងប្អូនក៏នៅនឹងដែរគឺនៅជួរមុខតែម្ដងខ្ញុំសូមសរសើរបងប្អូនបងរបស់ខ្ញុំនៅកន្លែងហ្នឹងគាត់បានទប់ទូគ្នាគឺទៅវិញទៅមកតែម្ដង
បានយកជ័យជំនះបានប្រាសាទតែមិនតូចគឺតែមិនធំបានកាន់កាប់ពេញទំហឹងគ្មានបាត់1 លីគីឡូម៉ែត្រឡើយគឺបីតែមួយចង្ងាមអត់បាត់ទេណាបងប្អូននេះយើងកាន់កាប់ពេញធឹងតែម្ដងតើបងខ្លះថាអូនិយាយចេះមួយជាមួយអត់ទេយើងបានកាន់កាប់ទៅហើយដោយសារតែការចម្បាំងរបស់យើងដកឡងអាចដោយសារតែមានបារមីភ្នំបារមីប្រាសាទដែលជួយឃុំក្រងកងទ័ពខ្មែររបស់យើងតែអ្នកខ្លះក៏រងរបួសអ្នកខ្លះក៏មានការបាត់បង់សង្ខារនោះដែរអេដមីនក៏ចូលរួមសោកស្ដាយនឹងកន្ទុកជើងខ្លាំងដែលបានបូជាឈាមស្រស់សាច់ស្រស់ទៅលើទឹកដីមាតុភូមិរបស់ខ្មែររបស់យើងអេដមីននឹងចាទុកនៅក្នុងបេះដូងជាប្រវត្តិសាស្ត្រនៅក្នុងសាច់រឿងមួយនឹងមិនបាត់ទៅណានោះឡើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចាទុកដូចជាអេដមីនអញ្ចឹងថ្ងៃទី24ខែកក្កដាឆ្នាំ2025ដែលថៃបានឈ្លានពានទឹកដីខ្មែររបស់យើងសូមចាំទុកក្មេងៗឬមួយក្មួយឬអ៊ំពូមីងទាំងអស់គ្នាសាច់រឿងមួយនឹងសង្ឃឹមថាបងប្អូននិងប្រិមិត្តនឹងចងចាំទុកមិនភ្លេចជាប្រវត្តិសាស្ត្រពីដែលការបបអញគ្នាច្បាំងគ្នាទៅវិញទៅមកនឹងកងទ័ពថៃជាច្រើនបានរងរបួសអ្នកខ្លះក៏បាត់បង់អាយុជីវិតសង្ខារខ្មែររបស់យើងមិនចេះតែច្បាំងទេគឺមានតិចនិចរបស់គេដែលគេច្បាំងមានភូមិសាស្ត្រមានអោនមានក្រាបមានងើបមានវីហើយក្នុងយ័ននីមួយៗនៅខាងមុខសិតតែអ៊ំខ្មែរក្រហមដែលបាញ់មុតកាប់មុតខ្លាំងណាស់ណាបងប្អូនអរគ្នាមូលហេតុអីបានជាគេដាក់ខ្មែរក្រហមនៅខាងមុខអ៊ំណាគឺពួកគាត់ចេះមន្តអាគមឬមួយគាថាតាំងពីដើមថាបាញ់ទៅវាត្រូវដែរតែវាមិនមុតវាគ្រាន់តែវាក្រំក្នុងវាក្រំក្នុងណាបងប្អូនអរគ្នាបើឲ្យមុតមកគឺអត់មុតទេគឺបីតែដាច់អាវនិយាយអាវប៉ុណ្ណាក៏ដោយគឺវាអត់មុតទេវាក្រំក្នុងដូចយើងចាប់អាស័យកោខ្យល់ចឹងវាឈឺតែប៉ុណ្្នឹងញយតែប៉ុណ្្នឹងទេបើថាអូឲ្យបាត់បង់អាយុជីវិតបាញ់មកអត់ទេអត់មានទេអត់អាចទេនៅក្នុងពេលយប់ពួកម៉ារបស់ខ្ញុំដែលបានច្បាំងគ្នាគាត់ថាដូចជាយល់សពបន្តិចឃើញបន្តិចនៅអាសាតែមកតែមិនធំថាបងប្អូនខ្មែររបស់យើងនឹងមានជ័យជំនះកុំខ្លាចគេនឹងជួយគេនឹងបិទបាំងមិនអោយកងទ័ពថៃមើលយើងឃើញឡើយមើលមិនឃើញទេមើលឃើញតែស្រមោលខ្មៅយ៉ាងងងឹតពេញតែប្រៃតែម្ដងគឺថាភៀងខ្មែរយើងតិចទេតែមូលហេតុអីបានជាខូចច្រើនម្លេះនៅលើកំពូលភ្នំបានធ្វើឲ្យថៃវាបាក់ពពរត់ខ្ចាត់ខ្ចាយគ្នារហូតមកដល់សប្តាហ៍យើងបានកាន់កាប់ពេញលំហឹងអញ្ចឹងមកបែករឿងខាងតាមទៅតាមធំគឺយើងស្លេះតែប៉ុណ្្នឹងយើងចូលទៅខាងព្រំត្រប់វិញម្ដងពួកម៉ាក់ខ្ញុំម្នាក់ខ្ញុំសុំបញ្ចេញឈ្មោះគាត់តែម្ដងមកលាក់ឈ្មោះទេដោយសារពួកម៉ាក់របស់ខ្ញុំគឺសនិទ្ធជាមួយខ្ញុំជួយខ្ញុំមកថាមិនហ៊ាននឹងបញ្ចេញឈ្មោះគាត់ខ្ញុំបញ្ចេញឈ្មោះគាត់គឺឈ្មោះថនគាត់នៅខាងជួរមុខគាត់នៅជួរមុខដែលការច្បាស់គេនៅខាងភ្នំទ្រាប់គាត់បានខ្ទេចម៉ូតូមួយនៅក្នុងជំរំនឹងតែសង្ឃឹមថាបងប្អូនបានស្ដាប់វីដេអូហ្នឹងហើយនឹងបានជួយគាត់បើបានជួយគាត់ admin នឹងចូល screenshot
ជាស៊ីខឺមួយគឺមួយ FA ឬ AC ហើយបងប្អូនជួយតាមនឹងឬមួយបងប្អូនជាជាងម៉ូតូបើអាចក៏ជួយគាត់បានបន្តិចតួចក៏ជួយបានដែរម៉ូតូគាត់គឺតិចហើយនេះជាពុកម៉ាក់របស់ខ្ញុំសួរថ្ងៃមុនថាតើបញ្ជុំនឹងគាត់ទៅផ្ទះអត់គេថាមិនទៅផ្ទះទេម៉ូតូគឺខ្ទេចអស់ហើយណាមួយច្បាប់គេបិទអស់ហើយអត់ឲ្យឈប់អត់ឲ្យសម្រាប់ទេថ្ងៃបិណ្ឌប្រជុំគេបិទអស់ហើយពេលដែលគាត់ច្បាំងនៅលើភ្នំទ្របគាត់ថាពីយប់ហ្នឹងគឺបាញ់តទូគ្នាតែម្ដងតែដោយសារតែទាហានគេវាច្រើនគេប្រើដ្រូនផងគេប្រើអាវុធធនជាមួយយើងខ្លាំងផងពួកឲ្យទាហានរបស់ពួកយើងបាក់ស្មាតនៅលើភ្នំទ្របតែម្ដងបាក់ស្មាតរត់ចុះពីលើភ្នំពួកម៉ាក់របស់ខ្ញុំរត់ចុះលើភ្នំទៅដាប់ទៅលូតសូម្បីតែគ្រាប់ចុះតែហោះមកពីក្រោយតែម្ដងតែដោយសារតែបារមីភ្នំរបស់យើងបានជួយបិទបាំងបាញ់មន្ត្រីតែប៉ុណ្ណឹងហើយមករហូតមកដល់សប្តាហ៍ថាអូភ្នំទ្រោមរបស់យើងបានថៃវាហូតទង់ជាតិរបស់វាកាន់កាប់ហើយកុំយល់ច្រឡំបងប្អូនអរគ្នាស្ដាប់សម្ដីរបស់ខ្ញុំឲ្យច្បាស់វាមិនទាន់កាន់កាប់ពេញទំហឹងនោះឡើយជឿសម្ដីរបស់ខ្ញុំយើងកាន់កាប់ដូចមុនអញ្ចឹងគឺម្នាក់ពាក់កណ្ដាលម្នាក់គុំទាន់ថាអូបានទៅលើថៃហើយខាងព្រមទ្របអត់មានទេគឺអត់មានដាច់ខាតមូលហេតុអីបានជា admin និយាយបែបហ្នឹងដោយសារតែ admin មានពួកម៉ាក់នៅខាងជួរមុខតែម្ដងនៅលើភ្នំទ្របតែម្ដងពីរនាក់ឈ្មោះអាថននិងអភ័ក្រហើយរៀងដៃសាច់តិចទៅបើខ្ញុំនិយាយចំបើសិនថានិយាយរាប់អាននិយាយថាភ័ក្រគឺមួយថនយ៉ាងនេះយើងគោរពដោយសារតែយើងជាមិត្តភ័ក្តិនឹងពួកម៉ាក់ស្និទ្ធស្នាលតាំងពីវាតូចម្លេះតាំងពីដល់ក្តីនៅស្រុកភូមិគ្នាហ្នឹងហៅអាទៅតែមកហ្នឹងចឹងហៅអាតិចទៅចឹងបាទប្រាប់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាថាគុំទាន់យល់ច្រឡំថាព្រមទ្របរបស់យើងទៅនៅខាងគេបានធ្វើព្រមទល់គេបានធ្វើទង់ជាតិរបស់គេចាក់គ្រឹះទៅហើយមិនមែនទេណាបងប្អូននេះជារូបភាព AI របស់គេដែលគេបង្កើតឡើងនោះឡើយបងប្អូនគាត់តែមើលដើមឈើគឺវាខុសគ្នាហើយកុំទាន់សន្និដ្ឋានកុំទាន់និយាយសួរ admin សិន admin ច្បាស់តែមិនតូចតែមិនធំព្រមទ្រប admin ដឹងច្បាស់ជាថ្ងៃទៀតបើសិនជាខាងប្រភេទគឺ admin អត់ដឹងទេឬមួយខាងរបស់ដៃក៏មានដឹងដែរបើសិនជាខាងខ្ញុំទ្របឬមួយតែមិនតូចតែមិនធំអេមានដឹងច្រើនដឹងចូល90%មិនមែន 100% គឺ 90% មិនដឹងសពេចសពិលទេគឺដឹងតែម្ដងបងប្អូនខ្លះដែលជាអ្នកប្រឆាំងក៏បានថាអូភ្នំទ្រោមរបស់យើងគឺបានតែគេកាត់កាប់ឲ្យហើយនេះជាការប្រឆាំងនៅខាងក្រៅប្រទេសនោះឡើយតាមការពិតមិនមែនបែបនឹងទេយើងបានកាន់កាប់ម្នាក់ពាក់កណ្ដាលតែវាមិនដូចមុនតែការច្បាំងគ្នាបារមីភ្នំរបស់យើងកងទ័ពរបស់យើងកងទ័ពខ្មោចកងទ័ពយើងស្វិតស្វែងធ្វើខ្លាំងណាស់ណាបងប្អូនគ្នាមិនមែនថាមួយជំហានណាឲ្យបាត់អត់បាត់ទេគឺមានសពគ្រប់បែបយ៉ាងដោយសារតែមានរុក្ខរយៈទេវតាដែលជួយថែរក្សាទឹកដីកម្ពុជារបស់យើងមករហូតមកដល់សប្តាហ៍នេះគុំងឿឆ្ងល់ណាបងប្អូនគ្នានេះហើយគឺជាទឹកដីមាតុភូមិដល់អង្អាច
ដែលជួយគ្រប់គ្រងពីបារមីភ្នំឬមួយបារមីប្រាសាទបានធ្វើឲ្យទាហានថៃជាច្រើនអ្នកវារត់បាក់ស្បាតយកតែម្ដងសូម្បីតែរាល់ថ្ងៃដេកភ័យដេកញោខ្លួនពេលច្បាំងមួយខ្មែរវាស្ដាប់ខាងលើមែនវាទទួលស្គាល់ខាងលើមែនតែដល់ពេលច្បាំងគឺវាខ្លាចហើយវាខ្លាចយើងអត់មានអាវុធទំនើបដូចគេទេបើយើងនិយាយចឹងវាហៅយើងថាអាវុធអេបចាយឲ្យតែឈ្នះអាវុធអេបចាយរបស់យើងទៅវាមិនឈ្នះនឹងអាវុធអេបចាយរបស់យើងទៀតណាបងប្អូនអរគ្នាប្រិយមិត្តអរគ្នាវាចាញ់តែម្ដងចុះឲ្យវាคล้ายភ្លើងងឹតរបស់យើងហ្នឹងគេថាយើងប្រើភ្លើងងឹតសូមបងប្អូនអរគ្នាឲ្យមានការយល់ដឹងពីប្រទេសជាតិជាច្រើនកុំអូសរំលងអីអាពេលដែលច្បាំងក្នុងប្រាសាទនីមួយៗក្នុងភ្នំនីមួយៗនៅលើទឹកដីកម្ពុជាគេជួយថែរក្សាក្រុមគ្រងឃុំក្រងកងទ័ពទាហានតាមព្រំដែនទាំងអស់មិនអោយជនជាតិឱកាសពេលបាញ់យើងឲ្យរងគ្រោះនោះឡើយដោយឲ្យមានធ្លាប់និយាយមិញអញ្ចឹងអាពេលដែលបាញ់គ្នាហ្នឹងក៏ពិតក៏នៅក្រោមអាទេថៃគេនៅពីលើមើលមិនឃើញទេមើលមិនឃើញទេនេះហើយគឺជាបារមីដ៏ស័ក្តិសិទ្ធិពីប្រទេសខ្មែររបស់យើងថៃពេលដែលវាឈ្លានពានទឹកដីរបស់យើងហ្នឹងក៏វាត្រូវបណ្ដាសាជាដូនជាតារបស់យើងនោះដែរមូលហេតុអីបានជាមានថាត្រូវបណ្ដាសាដោយសារតែវាមកគំតិចតាមប្រាសាទនីមួយៗតាមភ្នំនីមួយៗរបស់នឹងសិតតែគេបញ្ចុះយោនអធិននឹងគាថាហើយនឹងបណ្ដាសាថាជនណាមួយមកបំភ្លុកបំផ្លាញនឹងត្រូវបណ្ដាសានឹងអន្តរាយទៅលើប្រទេសនេះឯងទាំងមូលឥឡូវប្រទេសថៃកំពុងតែវឹកវរខ្លាំងណាស់វឹកវរខ្លាំងណាស់ណាបងប្អូនមិនមែននេះស្រាយទេដោយសារប្រទេសរបស់វាបានបង្កើតសង្គ្រាមគឺគ្រប់ទិសតែម្ដងវាអត់រាប់ញាតបើយើងតិចនិយាយចំវាអត់រាប់ញាតដោយសារវាអួតអាងលើសេដ្ឋកិច្ចរបស់វាថាសេដ្ឋកិច្ចរបស់វាគឺវាឡើងចុះឲ្យវាបិទខ្មែរបោះជើងពីមុនណាបិទខ្មែរយំតែឥឡូវបិទខ្មែរល្អវិញតាមមូលហេតុអីបានអេមីននិយាយចឹងដោយសារតែសពថ្ងៃប្រជាពលរដ្ឋកសិករដំណាំដាំដុះបើអ្នកឯងមិនមែនដូចជាធ្វើទីផ្សារឲ្យខ្ញុំអញ្ចឹងខ្ញុំអត់ចូលពីអ្នកឯងទេតែអីវ៉ាន់ចូលរាល់ថ្ងៃវាចូលដែរពីប្រទេសថៃដល់មកបងប្អូនគ្នាតែពេលដែលចូលគឺវាជៀសវាងច្រើនចូលហើយវាវាយលេខខ្មែររបស់យើងទៀតណាវាយទៅលើតែម្ដងវាវាយ scan តែម្ដងរបស់យើងចឹងសាច់រឿងរបស់ឯប៊ីនគឺមានតែប៉ុណ្្នឹងទេណាបងប្អូនអ្នកគ្នាសង្ឃឹមថាបងប្អូនអ្នកគ្នាឬមួយប្រិមិត្តនឹងជួយគ្រប់គ្រងម្នាក់មួយផងកុំដាច់ចិត្តខ្លាំងពេកអេប៊ីននិយាយឡើងស្អត់កទៅហើយបើបានចូលស្ដាប់ចុចសញ្ញាជាវនៅក្រោមវីដេអូរបស់អេប៊ីនណាម្នាក់មួយផងដើម្បីឲ្យអេដមីនមានជាសាច់រឿងបន្តពីប្រទេសខ្មែររបស់យើងដោយសារតែ channel នេះគឺ admin និយាយតែពីប្រទេសខ្មែររបស់យើងសុទ្ធសាធតែម្ដងតាមខេត្តតាមភូមិនីមួយមានប្រាសាទមានទូលអី admin ក៏កាយយកមកនិយាយឲ្យដឹងពីក្នុងប្រវត្តិសាស្ត្រមូលហេតុអីបានចេះជាប្រាសាទមូលហេតុអីបានកោកិញ្ចជាភ្នំប៉ុណ្ណឹងឲ្យបងប្អូនក្មេងៗភាសាក្រោយបានដឹងនិងបានឮកុំឲ្យថាអូសពិលតែសង្ឃឹមថាបងប្អូនទាំងគ្នានឹងពេញចិត្តតែរឿងរបស់ admin
អូផ្លេប្រាប់បងប្អូនអស់គ្នាមួយទៀតនៅតាមបង្គោលព្រំដែនឥឡូវហើយវាបានរីលបងរស់ជាច្រើនហ៊ុំពាត់ផ្ទះសម្បែងប្រជាពលរដ្ឋគឺជាច្រើនហើយថ្ងៃទី27 28គឺ26ប្រជាពលរដ្ឋរបស់យើងគឺសាមគ្គីគ្នាខ្លាំងអ្នកខ្លះក៏បាននិយាយថាបើសិនជាកងទ័ពខ្មែរមកយាមកាមគាត់មែនប្រកាសណាស់នឹងផ្ទុះអាវុធគាត់បាននិយាយថាកុំឲ្យមកសោះទុកឲ្យប្រជាពលរដ្ឋម្ដងអ្នកថែអាសាម្ដងវ៉ាបងប្អូនគេអត់មានគណបានស្ដាប់លេតែប៉ុណ្្នឹងអ៊ំស្រីនិយាយនៅច្រាប់គុំដែរណាសត្វទឹកផ្លេចម៉ាត់តែម្ដងនេះជាសម្ដីយ៉ាងអោអាចជាសម្ដីដ៏ក្លាហានជាសម្ដីមាសជាសម្ដីពេចតែម្ដងធ្វើឲ្យបងប្អូននៅស្រុកខ្មែរឬនៅមួយនៅបរទេសនេះបាត់ភ្ញាក់ផ្អើលហើយចាប់អារម្មណ៍លើគាត់ដូចគាត់និយាយមែនចឹងណាបងប្អូនទេបើសិនជាកងទ័ពខ្មែរនិងកងទ័ពថៃមកយាមមកការពារប្រកាសណាស់នឹងផ្ទុះអាវុធអញ្ចឹងហើយបានជាគាត់ទៅបាតកម្មតែប្រជាពលរដ្ឋតែប្រជាជនទេកុំឲ្យជនវាឆ្លៀតឱកាសតែតាមក្រវត្តខ្ញុំមួយទៀតណាយើងប្រើប្រជាពលរដ្ឋឬមួយប្រជាជនខ្ញុំខ្លាចថាវាប្រើប្រជាជនក៏ប្រើប្រជាពលរដ្ឋដែរទេតែប៉ុណ្ណឹងព្រោះថៃយើងមើលវាមិនឃើញទេណាបងប្អូនអរគ្នាឬប្រិយមិត្តអរគ្នាប្រទេសវាជាប្រទេសមួយដែលបុតបុតខ្លាំងណាស់បុតខ្លាំងណាស់វាបានចង្កម្មចង្ពីជាមួយទាហានខ្មែររបស់យើងតាំងពីសម័យបុរាណសម័យអនុវែកម្លេះពីសម័យព្រះគោព្រះកែវបាយប្រាក់ដួងតែសប្តាហ៍ថ្ងៃมันបានបាយប្រាក់ដួងជាមួយទេខ្មែរយើងអត់គឺសាមគ្គីខ្លាំងណាស់មិនចេះតែបណ្ដុកបណ្ដោយនោះឡើយអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេណាបងប្អូននេះគឺនិយាយច្រើនទៅហើយថ្ងៃហ្នឹងគឺស្ដាប់ចិត្តខ្លាំងពេកតែមាននឹងនិយាយក្នុង channel ហ្នឹងគឺនិយាយរឿងនឹងគឺសុទ្ធសាធតែម្ដងកុំឲ្យបងប្អូនដល់គ្នាពេលមកដល់គ្នាតឹងរោចាប់អញ្ចឹងមានតែប៉ុណ្្នឹងទេណាបងប្អូនពេលមកដល់គ្នាសង្ឃឹមថាបងប្អូននឹងមួយប្រិមិត្តជួយចុចសញ្ញាជាវនៅក្រោមវីដេអូរបស់ admin នៅខាងស្ដាំដៃសញ្ញាពណ៌ខ្មៅជាអក្សរខ្មែរក៏ចុចតែពីលើប៉ក់ពីមួយជាប៉ក់មួយមកពេល admin ផុសទៅបងប្អូនដល់គ្នាគាត់ណានឹងបានស្គាល់នឹងបានដឹងនឹងបានយល់បន្តិចទៀត admin បញ្ចេញមុខផ្ទាល់តែម្ដងថាអូ admin សម្រាប់ឬយូរហើយបានឃើញមុខកុំភ័យបងប្អូនអរគ្នាមុនក្រោយឲ្យវានឹងចេញមុខនឹងនិយាយសាច់រឿងផ្ទាល់តែម្ដងអញ្ចឹងមានតែប៉ុណ្្នឹងទេណាបងប្អូនអរគ្នាបាយបិទសូមឲ្យបងប្អូនអរគ្នារកស៊ីមានបានសុខភាពល្អតែណាមកណាមានតែសេចក្តីសុខនិងសេចក្តីចម្រើនបាយបាយ